Cùng chụp điệp xuống mang bao nữa kia dừng kịp thang mang bao sọc bài nữa kia và đây là trong mà chụp điệp chu mang bao nữa ra tìm xe là cầm bung cận mình là giờ làm rạch và đây mà dạy trong cái này ai có đào trộm bằng crab hay mình tên mang bao có đào trộm bằng crab chun tàu về coach bắp là mình ai xa tăng trâu này giờ làm rạch mang bao phục quận mà luôn là coach bắp những từ chỉ sẽ nếu nơi khang ruột khang ruột California ដែលជារដ្ឋកសិកម្មធំនៅខាងសហរដ្ឋអាមេរិកនេះនឹងហើយរដ្ឋកសិកម្មធំហ្នឹងហើយបន្លែប្រការផ្សេងហ្នឹងគឺផលិតនៅដាំដុះនៅខាងរដ្ឋ California ហ្នឹងច្រើនណាស់បាទដែលឡែកសម្រាប់ការងារកសិកម្មអស់នេះវិញម៉ែបងប្អូនគឺតម្លៃការងារហ្នឹងធូរថ្លៃណាស់ហ្នឹងហើយធូរថ្លៃណាស់ហើយចំពោះប្រជាជនអាមេរិកកាំងគាត់ធ្វើទេ1ម៉ោង10រៀលឯងគាត់មិនធ្វើហ្នឹងហើយនៅ California តម្លៃចាយវាថ្លៃហ្នឹងហើយតែអញ្ចឹងហើយអត់មានអ្នកណាមកធ្វើទេមានតែជនអន្តោប្រវេសន៍ហ្នឹងហើយដែលគាត់មកធ្វើហ្នឹងហើយជនអន្តោប្រវេសន៍ដូចជាមកពីមិចកូប្រទេសនីការ៉ាកូហុងឌឺរ៉ានណាគាត់តាមេឡាដែលជាប្រទេសជាប់គ្នានឹងជាប់នឹងប្រទេសអាមេរិកហ្នឹងបាទប្រទេសមិចកូហ្នឹងវាជាប់នឹងប្រទេសហុងឌឺរ៉ាននីការ៉ាកូគាត់តាមេឡាហ្នឹងក៏ជាជនហ្នឹងគាត់មកគេហៅតោវេសខុសច្បាប់ណាទាំងខុសច្បាប់ទាំងត្រូវច្បាប់មិននៅយូរទៅធ្វើសុំឯកសារធ្វើជាជនតោវេសស្របច្បាប់តែម្ដងទៅគេហៅសុំសិទ្ធិស្នាក់នៅលក្ខណៈនយោបាយអញ្ចឹងទៅដោយសារប្រទេសគាត់មានសង្គ្រាម1 2 3 4 5អញ្ចឹងទៅអញ្ចឹងគាត់សុំសិទ្ធិរស់នៅជាលក្ខណៈត្រូវច្បាប់អញ្ចឹងទៅប៉ុន្តែមួយចំនួនធំអត់មានឯកសារអីត្រឹមត្រូវទេបងប្អូនគាត់មករស់នៅខុសច្បាប់អញ្ចឹងហ្មងណាហើយដល់រស់នៅយូរទៅគាត់សុំតាក់ទងមេធាវីធ្វើឯកសារធ្វើអីសុំសិទ្ធិរស់នៅច្រកកោនអញ្ចឹងទៅហើយខាងរដ្ឋ California ហ្នឹងសម្បូរណាស់បងប្អូនថាជនតោវេខុសច្បាប់ហ្នឹងច្រើនណាស់ហ្នឹងហើយច្រើនយកតែមែនទៅគេហៅនិយាយទៅរដ្ឋ California គឺមានណាខាងមាន community ដើម្បីការពារណាដើម្បីការពារពួកគាត់ហ្នឹងដើម្បីបានមករួមរស់នៅសហរដ្ឋអាមេរិកមាន community មានទីស្នាក់ការដើម្បីផ្ដល់ឯកសារឬក៏គេហៅពិភាក្សាដើម្បីឲ្យគាត់មកអាចរស់នៅខាងកាលីនឹងបានអញ្ចឹងណានិយាយទៅរដ្ឋហ្នឹងវាមានការសម្រួលច្រើនទៅដល់ជនតោវេសខុសច្បាប់មកពីប្រទេសផ្សេងហ្នឹងដោយសាររដ្ឋហ្នឹងដូចខ្ញុំលើកខាងដើមអញ្ចឹងរដ្ឋ California ហ្នឹងគឺជារដ្ឋមួយដែលផលិតកសិកម្មធំណាស់នៅសហរដ្ឋអាមេរិកព្រោះរដ្ឋហ្នឹងវាក្តៅហើយក្តៅដូចស្រុកខ្មែរយើងអញ្ចឹងម៉ែបងប្អូន California ហ្នឹង Florida អញ្ចឹងដូចស្រុកខ្មែរយើងអញ្ចឹងហ្នឹងហើយអញ្ចឹងទៅវាទាញនៅកម្លាំងពលកម្មកម្លាំងកសិកម្មកម្លាំងពលកម្មខាងច្រើនមកពីខាងស្រុកខាងក្រៅដោយរដ្ឋហ្នឹងគាត់ផលិតកសិកម្មច្រើនអញ្ចឹងប៉ុន្តែសម្បូរការងារធ្វើប៉ុន្តែអាមេរិកធ្វើខាងអាមេរិកខាងជនជាតិអាមេរិកក៏អត់ធ្វើទេដោយសារកម្លាំងពលកម្មថោកដល់កម្លាំងពលកម្មថោកធូរថ្លៃអញ្ចឹងទៅអត់មានអ្នកណាចង់ពេញចិត្តនឹងចំណូលចិត្តចូលរួមធ្វើការជាមួយទេហើយណាមួយយើងជនជាតិអាមេរិកគាត់អត់ចូលចិត្តទេធ្វើការងារហាក្តៅគូតក្តៅអីគាត់មិនសូវចូលចិត្តធ្វើទេហ្នឹងហើយណាមួយគេហៅ low pay ម៉ែបងប្អូននៅ1ម៉ោង10រៀលគាត់មិនធ្វើដូចខ្ញុំមិនមែនជនជាតិអាមេរិកផង10រៀលខ្ញុំធ្វើទេម៉ែបងប្អូននឹងស៊ីអីណា1ម៉ោង10រៀលស៊ីអីចាយមិនគ្រាន់មានកូនមានចៅផងហើយមានផ្ទះមានអីផងមកបងមកកាច់មកអីផងណាសាលាកូនសាលាអីផង10រៀលនឹងស៊ីច្រាស់ច្រំស្អីម៉ែបងប្អូនអូយហើយអញ្ចឹងពួកគាត់ដែលជាជនតោអ្វីខុសច្បាប់ហ្នឹងគាត់មកដើម្បីមករកការងារធ្វើហ្នឹងហើយរើការងារធ្វើមកដើម្បីទទួលគេហៅបានការងារ1ម៉ោង10រៀលនៅស្រុកគាត់មិនបានទេហ្នឹងហើយដល់អញ្ចឹងគាត់មកហ្នឹងគាត់អន្តោប្រវេសន៍ខុសច្បាប់ខុសអីផងគាត់ចេះតែធ្វើទៅហើយមករយៈកាលនេះខាងក្រុមការងារឯកម៉ែបងប្អូនក្រុមការងារឯករបស់លោកDonald Trumpនោះហ្នឹងហើយគាត់ចុះមកបង្ក្រាបណាចាប់ជនតោប្រវេសន៍ខុសច្បាប់នៅខាងរដ្ឋ California ហ្នឹងแล้วក៏ក្រៅតែមកម៉ែបងប្អូនហើយឥឡូវហ្នឹងក៏មានការផ្ទុះបាតកម្មពីសំណាក់ប្រជាជនហើយនឹងជនជាតិមីស្កូឡើងក៏ក្រៅសហរដ្ឋអាមេរិកម៉ែបងប្អូនសម្រាប់រដ្ឋខ្ញុំក៏មាននៅខាងរដ្ឋឥណ្ឌាណាក៏មានឥឡូវនេះហ្នឹងហើយឡើងគ្រប់កន្លែងឥឡូវនេះនៅគ្រប់កន្លែងនៅញូវយ៉កក៏មានណានៅរដ្ឋផ្សេងទៀតក៏មានផ្ទុះការបាតកម្មប្រឆាំងនឹងការចុះចាប់ឡើងក៏ក្រៅនៅខាងសហរដ្ឋអាមេរិកតែម្ដងលោកDonald Trumpគាត់បានសន្យាជាមួយនឹងប្រជាពលរដ្ឋអាមេរិកទាំងអស់ថាគាត់ឡើងកាន់ជាតិតំណែងជាប្រធានាធិបតីគាត់នឹង
ចុះណាបង្ក្រាបនៅជនតោអ្វីខុសច្បាប់ចាប់ទៅប្រទេសដើមវិញទាំងអស់អត់មានឲ្យចូលមកប្រទេសអាមេរិកខុសច្បាប់ខុសអីចឹងទេហ្នឹងហើយអានេះជាការសន្យារបស់គាត់ចឹងណាព្រោះថាគាត់ថាជនអស់ហ្នឹងហើយដែលមករស់នៅអាមេរិកហ្នឹងដែលលួចណាលួចការងារអាមេរិកណាលួចការងារអាមេរិកអីចឹងទៅឲ្យធ្វើការងារធូរថ្លៃចឹងទៅដល់អញ្ចឹងទៅក្រុមហ៊ុនមួយចំនួនសហគ្រាសមួយចំនួនជួលពួកហ្នឹងទៅក៏បាត់បង់ការងារអាមេរិកបាត់បង់ការអាមេរិកដោយសារអីដោយសារគាត់ជួលពួកហ្នឹងវាធូរថ្លៃណាធូរថ្លៃចឹងទៅពួកហ្នឹងជាធ្វើអញ្ចឹងក្រុមការងារក្រុមហ៊ុនមួយចំនួនការងាររោងចក្រមួយចំនួនជាជួលធម្មតាយើងជាប្រធានក្រុមហ៊ុនប្រធានសហគ្រាសមួយយើងមិនជួលអ្នកធូរថ្លៃយើងទៅជួលអ្នកថ្លៃយើងមិនមានលុយឲ្យគេចឹងទៅនៅអញ្ចឹងទៅវាគាត់ថាប្រជាជនអាមេរិកមួយចំនួនធំគាត់ថាពួកនឹងចូលមកហើយដែលពួកនឹងចូលមករស់នៅអាមេរិកហើយដែលបំផ្លាញគេហៅការលួចណាលួចការងារអាមេរិកនោះដោយសារគាត់យកតម្លៃនៃការប្រាក់ឈ្នួលវាធូរថ្លៃចឹងណាហើយឥឡូវនេះខាងរដ្ឋកាលីហ្វ័រញ៉ាកំពុងតែមានបញ្ហាជួបបញ្ហាមែនទែនបងប្អូនខ្វះកម្លាំងពលកម្មណាខ្វះកម្លាំងពលកម្មដោយសារក្រុមការងារឯណាក្រុមការងារឯគាត់ចុះបង្ក្រាបទៅដល់កន្លែងហ្មងបងប្អូនគាត់ចុះទៅចាប់ទៅដល់កសិដ្ឋានហ្មងបងប្អូនដល់អញ្ចឹងទៅមានណាមកហ៊ានមកធ្វើការធ្វើងារអីចឹងទៅអញ្ចឹងកសិដ្ឋានមួយចំនួនគាត់កសិដ្ឋានមួយចំនួនស្ងាត់មនុស្សណាស្ងាត់មនុស្សហ្មងបងប្អូនអត់មានអ្នកទៅធ្វើការអត់មានអ្នកអីទេមានតែម្ចាស់កសិដ្ឋានហ្នឹងទៅនឹងម៉ងតយមួយហ្នឹងទៅនឹងធ្វើអីណាបើសារអាហ្នឹងហើយម្ចាស់កសិដ្ឋានមួយចំនួនក៏គាត់ជាអ្នកបោះឆ្នោតឲ្យលោកដលណត្រាំផងដែរណាអ្នកបោះឆ្នោតដលណត្រាំផងដែរហើយឥឡូវហ្នឹងវាប៉ះទាំងកិច្ចទៅដល់វាប៉ះទាំងកិច្ចទៅដល់គេថាម៉ាស៊ីនកសិកម្មរបស់គាត់កម្លាំងកសិកម្មរបស់គាត់ដោយសារគាត់អត់មានកម្មករមានអ្នកណាធ្វើការហើយមានអ្នកធ្វើការអត់មានអ្នកធ្វើការមានចំណូលណាមកហ្នឹងហើយចឹងជួធម្មតាយើងដាំដុះហើយយើងត្រូវ harvest ណាយើងត្រូវ harvest យើងដកយើងកាប់យើងគាស់យកមកយកសមិទ្ធផលយកផលផ្លែយកទៅលក់អីចឹងទៅណាយកទៅផលផ្លែទៅលក់ឲ្យហាង grocery 1 2 3 4 5 Walmart Kroger ហាង Meijer ហាងអី McDonald ហាងលក់ grocery ហ្នឹងដល់អត់មានកម្លាំងកម្មករអត់មានពលកម្មអញ្ចឹងមានអ្នកណាធ្វើការអត់មានអ្នកណាធ្វើការអីដល់អញ្ចឹងគាត់ខ្លាចเหมือนថាវាមិនមែនជាកំហុសរបស់ម្ចាស់កសិកម្មគាត់មកអត់បាននិយាយទៅគាត់ខ្លាចអាយចាប់គាត់អញ្ចឹងណាហើយឥឡូវហ្នឹងខាងម្ចាស់កសិដ្ឋានកសិកម្មមួយចំនួនគាត់ complain ម៉ែបងគាត់ថាធ្វើអញ្ចឹងវាអត់ត្រូវទេធ្វើអញ្ចឹងវាធ្វើឲ្យម្ចាស់កសិដ្ឋានមួយចំនួនត្រូវបិទទ្វារហ្មងម៉ែបងហើយទៅបិទទ្វារហ្មងហើយគាត់ complain ជារឿយអញ្ចឹងថាធ្វើអញ្ចឹងវាអត់ត្រូវទេបើគាត់ធ្វើអញ្ចឹងគឺថា American ខាងកសិកម្មអាមេរិកមិនទាន់ ready not ready for this ណាមិនទាន់ ready សម្រាប់ការធ្វើចាប់ភ្លាមចឹងទៅរួចទេព្រោះយើងមិនទាន់មានអីណាrobot electronic ណាមកជំនួសមនុស្សបានទេត្រូវការកម្លាំងមនុស្សបើយើងចង់ធ្វើភ្លាមចឹងធ្វើអត់ការទេបត់ plan ភ្លាមចឹងបត់អត់ទៅរួចទេហ្នឹងហើយអញ្ចឹងត្រូវការកម្លាំងកម្មករមែនទែនហើយបើយើងធ្វើភ្លាមចឹងកសិកម្មមួយចំនួនទៅក៏វត្តចោលហ្នឹងហើយមានណាដាំដុះពីណាមានណាប្រមូលផលប្រមូលអីទៀតអាហ្នឹងវាជាបញ្ហាចោតខ្លាំងមែនទែនសម្រាប់ខាងម្ចាស់កសិដ្ឋានធំនៅសហរដ្ឋអាមេរិកតាមពិតទៅការបង្ក្រាបនេះជនតអ្វីខុសច្បាប់នៅអាមេរិកនេះវាមិនមែនជារឿងថ្មីថ្មោងទេម៉ែបងប្អូនជារឿងយូរហើយជារឿងរ៉ាំរ៉ៃដែលកើតមានឡើងនៅសហរដ្ឋអាមេរិកអញ្ចឹងហើយវាពិបាកដោះស្រាយណាស់ដោយសារការកម្លាំងម៉ាស៊ីនកសិកម្មនៅសហរដ្ឋអាមេរិកនេះគឺត្រូវការមនុស្សណាត្រូវការមនុស្សហើយមនុស្សហ្នឹងត្រូវការជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងទៀតហើយដល់បង្ក្រាបទៅវាប៉ះពាល់ណាវាប៉ះម៉ាស៊ីនកសិកម្មនៅសហរដ្ឋអាមេរិកហ្នឹងនៅម៉ាស៊ីនកសិកម្មនៅសហរដ្ឋអាមេរិកហើយដល់អញ្ចឹងទៅវាពិបាកធ្វើដល់គាត់ចាប់ពួកអស់ខាងអ្នកចូលខុសច្បាប់ហ្នឹងអស់ទៅមានណាធ្វើកសិកម្មណាមានកម្មករមានជួលកម្មករណាបានហើយជួលអាមេរិកណាមកធ្វើអត់មានអាមេរិកកាំងធ្វើទេម៉ោង10រៀលអីនោះម៉ោង11រៀល10រៀល8រៀលមានណាធ្វើអញ្ចឹងមានតែជួលអ្នកខុសច្បាប់ហ្នឹងហើយគ្នាមកខុសច្បាប់គ្នាតែការងារធ្វើហ្នឹងហើយ
តាការងារធ្វើបានចាំកាហ្វេហៅថ្ងៃទិញបាយស៊ីអញ្ចឹងទៅហ្នឹងហើយហើយដល់គាត់តាតាមគាត់ធ្វើភ្លាមអញ្ចឹងពេកវាប៉ះមែនទែនប៉ះទាំងកិច្ចដល់ម៉ាស៊ីនកម្លាំងកសិកម្មស្រុកនេះមែនទែនបងប្អូនតាមពិតធ្វើបើក្រាបជន់តើវាខុសច្បាប់អត់មានរឿងអីខុសទេត្រូវមែនតែគាត់ធ្វើលឿនពេកអញ្ចឹងធម្មតាបិទភ្នែកអីខ្លះទៅបិទភ្នែកបើកភ្នែកខ្លះទៅអាហ្នឹងវាធ្វើអញ្ចឹងរដ្ឋបាលមុនគេមិនគេមិនដឹងគេដឹងមិនដែរវាពិបាកវាធ្វើទៅមិនរួចហ្នឹងហើយវាធ្វើទៅរួចប៉ុន្តែវាប៉ះកសិកម្មអញ្ចឹងចឹងមិនថាតាចាំគាត់បត់បែនលឿនភ្លាមពេកអញ្ចឹងវាពិបាកទៅមករួចហ្នឹងហើយវាធ្វើទៅរួចប៉ុន្តែវាប៉ះដល់កសិកម្មខាងម្ចាស់អាជីវកម្មកសិកម្មធំអញ្ចឹងណា